សម្រាប់របៀបប្រើម៉ាស៊ីនកិន3 in 1 ម៉ាក Toyama មានកែវកិនទឹកផ្លែឈើកែវកិនសាច់ហើយនិងកែវកិនគ្រឿងចឹងអត់ពិបាកឯងបងមុនដំបូងនេះបងបើកគម្របហើយដាក់កែវខាងលើនេះមូលទៅឆ្វេងកាលណាមូលហើយដបហ្នឹងគឺជាប់នឹងតួម៉ាស៊ីនតែម្ដងពេលដែលកែវជាប់ទៅនឹងតួម៉ាស៊ីនហើយបងដោតខ្សែភ្លើងទៅគឺម៉ាស៊ីនដំណើរការចឹងចាំមើលខ្ញុំចុចជូនបងមើលម៉ាស៊ីនដំណើរការធម្មតាបើសិនជាបងអត់មូលអញ្ចឹងទេម៉ាស៊ីនអត់ដើរទេបងចង់ដោះវិញមូលទៅស្ដាំវិញលើកកែវចេញបានចូលមកដល់កែវកិនគ្រឿងដូចគ្នាដាក់ចូលហើយមូលទៅឆ្វេងចុចម៉ាស៊ីនដំណើរការចង់ដោះវិញមូលទៅស្ដាំលើកកែវឡើងបន្តមកទៀតនេះចូលមកដល់ការកិនសាច់វិញម្ដងអញ្ចឹងប្រើក្បាលតួម៉ាស៊ីននឹងដូចគ្នាបងមូលគម្របនឹងបិទវិញហើយដាក់កាបិតចូលកាបិតកិនសាច់នេះបងអាចសម្គាល់បានដោយសារមានបងអាចដាក់កាបិតខុសដែរកាបិតដាក់ត្រូវគឺរៀងដូចកងចាក់អញ្ចឹងបងផ្លែកាបិតគឺរៀងដូចកងចាក់អញ្ចឹងចាំមើលខ្ញុំដោះខ្មៅនេះចេញខ្មៅនេះយើងដាក់ការពារការមុតដៃបងអញ្ចឹងពេលបងប្រើបងទៅឡើងវាជាប់ស៊ុបល្អហើយមិនចាំបាច់ដោះវិញទេកាបិតហ្នឹងហើយវាជាប់គ្នាអញ្ចឹងចុះរៀងដូចកងចាក់តម្លើងបែបហ្នឹងទៅត្រឹមត្រូវដាក់ចូលកែវម៉ាស៊ីនហើយបងដាក់សាច់ឬក៏ដាក់របស់ដែលបងចង់កិនហ្នឹងដាក់ចូលហើយបិទគម្របដាក់ក្បាលម៉ាស៊ីនចូលដោតតែខ្សែភ្លើងចុចកុងតាក់កំណត់ឡើងខ្ញុំធ្វើជូនមកបងម្ដងទៀតដាក់ក្បាលម៉ាស៊ីនចូលចុចម៉ាស៊ីនដំណើរការធម្មតាអញ្ចឹងរបៀបប្រើងាយស្រួលហើយបងនៅខាងចុងវីដេអូនេះខ្ញុំចង់បង្ហាញពីរបៀបបងដាក់កាបិតខុសនេះបងកាលណាបងដាក់ខុសដាក់អត់ចូលកាបិតនេះនៅលើហើយរៀងបច្រាស់កាបិតរៀងបច្រាស់កាលណាបច្រាស់គ្នាអញ្ចឹងកិនអត់មុតទេបងកិនអត់កើតតែម្ដងអញ្ចឹងដាក់ត្រឹមត្រូវគឺបងអាចសម្គាល់បានកន្លែងខ្ពស់នេះវាត្រូវនៅខាងលើដាក់ចូលចឹងហើយសកត់ឲ្យចូលកលះប្រាប់កបិតកិនសាច់នេះពេលដែលបងដាក់ចូលកលះរបស់វាហើយមិនចាំបាច់ដោះវាចេញជាពីរបងដាក់អញ្ចឹងចោះទុកប្រើមិនប្របាក់បងតម្លើងនៅថ្ងៃក្រោយទៀតហើយកបិតឲ្យត្រឹមត្រូវរៀងដោយកងចាក់